ចាជំរាបសួរបងប្អូនទាំងអស់គ្នាអរគុណព្រះសម្រាប់ពេលវេលាដ៏ល្អនៅថ្ងៃនេះអញ្ចឹងថ្ងៃនេះអ្នកគ្រូបានលើកយកមេរៀនគណិតវិទ្យាថ្នាក់ទី5ដែលតកតងជាមួយនឹងមេរៀនទី13រង្វាស់ពេលហើយមេរៀនរង្វាស់ពេលនេះដែរអ្នកគ្រូបានលើកយកវិធីគុណដើម្បីបង្ហាញដល់បងប្អូនទាំងអស់គ្នាតោះឥឡូវយើងទៅមើលលំហាត់ជាមួយនឹងអ្នកគ្រូទាំងអស់គ្នាលំហាត់របស់យើងគឺគណនាវិធីគុណឯកតារង្វាស់ពេលអញ្ចឹងអ្នកគ្រូមានពីរលំហាត់ដើម្បីបង្ហាញដល់បងប្អូនទាំងអស់គ្នាដល់លំហាត់ទី1របស់យើងក30គុណនឹង30នាទីខ70នាទីគុណនឹងគុណនឹង4តោះឥឡូវយើងទៅមើលប្រមាណវិធីចាប្រមាណវិធីករបស់យើងគឺ30គុណនឹង30យើងធ្វើការគុណលេខ00ដងគឺ0 03ដងគឺ0ចាតង់ទៀត3 0ដង0 3 3ដង5 9ហើយយើងធ្វើការបូកលេខ0 0ចឹងចម្លើយរបស់យើងគឺឃើញ900ចឹងពេលដែលកូនឃើញ900នេះហើយយើងត្រូវចូលទៅចែកជាមួយនឹង60ដោយសារតែវាលឹកពីនេះនាទីចានាទីរបស់យើង1ម៉ោងគឺស្មើនឹងសុំតោះ1ម៉ោងគឺស្មើនឹង60នាទីអញ្ចឹងយើងយក900នេះចែកជាមួយនឹង60ចាចាអញ្ចឹងគឺកូនដាក់បានណាគាត់ចាគឺយើងដាក់បាន1 0ដងគឺ0 1 6ដងគឺ5 6យើងធ្វើការដកលេខ0 3ហើយយើងទម្លាក់បន្តមកទៀតគឺយើងដាក់បានណាគាត់ចាគឺយើងដាក់បាន5ចា5 0ដង0 6សំតប5 6ដងគឺ30ចាយើងធ្វើការដកលេខចាអញ្ចឹងចម្លើយរបស់យើងគឺឃើញណាគឺឃើញ15ម៉ោងចម្លើយកគឺឃើញ15ម៉ោងឥឡូវយើងចូលដល់ចម្លើយខម្ដងខ70គុណនឹង4 4 0ដង0 4 7ដង25 ចឹងដល់ពេលដែលកូនឃើញនាទីនេះហើយ280នាទីនេះហើយយើងយកទៅចែកជាមួយនឹង60 280ចែក60ចាអញ្ចឹងដល់ពេលដែលកូនចែកជាមួយនឹង60គឺកូនដាក់បានចាសន្តោសកូនដាក់បានម៉ានកូន4 0ដង0 4 6ដង20 24អញ្ចឹងនេះកូនសរសេរលេខ24ហើយយើងធ្វើការដកលេខចា0នេះយើងទម្លាក់មក0ដល់0 0ហើយ8ដល់4នេះគឺស្មើ4 2ដល់2 0ចាអញ្ចឹងយើងចែកលេខតទៀតតើដល់គាត់ចាតើទេអញ្ចឹង4នេះគឺវាជាម៉ោងហើយចំណែកឯសំណល់នេះគឺជានាទីអញ្ចឹងចំណែករបស់យើងគឺឃើញ4ម៉ោង40នាទីចាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់មេរៀនថ្ងៃនេះសូមព្រះគុណពរដល់បងប្អូនទាំងអស់គ្នា